ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវមួយហើយរឿងរ៉ាវនេះគឺតាក់ទងទៅនឹងជំនឿរបស់បងប្អូនជនជាតិភាគតិចដែលពួកគាត់មានការជឿនិងគោរពទៅតាមទំនៀមទម្លាប់របស់ពួកគាត់ហើយជំនឿរបស់ពួកគាត់គឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមិនធ្លាប់បានដឹងពីមុនមកបើនិយាយពីនៅតាមបណ្ដាប្រទេសនីមួយៗតែងតែមានអំបូរពូជសាសន៍ជាច្រើនរស់នៅប៉ុន្តែការរស់នៅរបស់ពួកគេមិនបានចាប់យកប្រពៃណីតាមទម្លាប់នៅក្នុងប្រទេសដែលពួកគេកំពុងរស់នៅឡើយពោលពួកគេនៅប្រកាន់ខ្ជាប់គោរពប្រពៃណីរបស់ពួកគេតាមទំនៀមទម្លាប់ដូនតារបស់ពួកគេជារៀងរហូតមិនអាចលុបបំបាត់បាននោះទេជាក់ស្ដែងដូចជានៅខាងខេត្តប៉ែកឦសាននៃប្រទេសកម្ពុជាថ្មីត្បិតតែប្រជាពលរដ្ឋភាគតិចមានចំនួនតិចតួចក៏ដោយក៏ប៉ុន្តែពួកគាត់នៅតែប្រកាន់ខ្ជាប់ពីប្រពៃណីរបស់ដូនតាពួកគាត់ខាងក្រោមនេះគឺជាបណ្ដាជំនឿរបស់ជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជាដោយក្នុងនោះគឺមានជំនឿតាក់ទងទៅនឹងជំនឿនៃការកាប់ដើមឈើប្រសិនបើមានបងប្អូនជនជាតិភាគតិចមុនកាប់ដើមឈើអ្វីមួយនោះពួកគាត់ត្រូវតែធ្វើការសែនព្រេនជាមុនសិនប្រសិនបើមិនមានការសែនព្រេនដល់ដើមឈើទេនោះច្បាស់ជាអាចមានបញ្ហាដល់ពួកគាត់ដូចជាបងប្អូនជនជាតិភ្នងពួកគាត់បានចាត់ទុកដើមឈើធំគឺជាប្រភេទរុក្ខជាតិដែលមានបារមីជាទីស្នាក់អាស្រ័យរបស់អរិយអ្នកតាឬក៏ពពួកខ្មោចព្រាយបិសាចជាដើមម្ល៉េះហើយប្រសិនបើបងប្អូនជនជាតិរបស់គាត់ចង់កាប់យកឈើប្រភេទនោះទៅប្រើប្រាស់ជាប្រយោជន៍អ្វីមួយគឺពួកគាត់ត្រូវតែធ្វើពិធីសែនព្រេនជាមុនសិនទើបមិនជួបនៅគ្រោះចង្រៃដល់ខ្លួនក្នុងនោះផងដែរក៏មានករណីមួយដែលបានកើតឡើងទៅលើបងប្អូនជនជាតិភ្នងតែតងទៅនឹងបុរសម្នាក់ដែលបានសម្លាប់ប្រពន្ធរបស់ខ្លួនរួចហើយក៏សម្លាប់ខ្លួនតាមក្រោយត្រូវបានពួកអ្នកស្រុកមានជំនឿជឿថាមកពីបុរសម្នាក់នោះបានទៅកាប់ដើមរកាយៈដោយគ្មានធ្វើពិធីសែនព្រេនជាមុនទើបបានជាបុរសខាងលើនេះជួបនៅរឿងរ៉ាវសោកនាដកម្មដ៏គួរឲ្យរន្ធត់បែបនេះដោយឡែកកាលពីប៉ុន្មានឆ្នាំមុនមានដើមរកាមួយដើមយ៉ាងធំនៅក្នុងភូមិរកាថ្មីឃុំសែនមនោរម្យស្រុកអូរាំងខេត្តមណ្ឌលគិរីដើមឈើមួយនេះបើតាមការអះអាងរបស់បងប្អូនជនជាតិភាគតិចគឺបាននិយាយថាដើមឈើរកាមួយដើមយ៉ាងធំនេះគឺមានអាយុកាលរាប់រយឆ្នាំមកហើយដើមឈើដ៏ធំមួយនោះត្រូវបានបុរសដែលជាជនជាតិភាគតែបានយករណាយន្តដើមឈើមួយនោះផ្ដួលដើម្បីយកមកធ្វើជារបស់ប្រើប្រាស់ចាប់តាំងពីពេលដែលបុរសខាងលើនេះកាប់ផ្ដួលដើមរកាដ៏ធំមួយនោះមកគ្រួសាររបស់គាត់គឺមិនដែលបានធ្វើពិធីសែនព្រេនដល់អរិយអ្នកតានៅក្នុងភូមិអ្វីទាំងអស់ដែលធ្វើឲ្យនៅក្នុងក្រុមគ្រួសាររបស់គាត់មានភាពរកាំរកូសខ្លាំងនៅក្នុងក្រុមគ្រួសាររីឯសម័យខ្លួនវិញហាក់ដូចជាមានបញ្ហាសរសៃប្រសាទកើតមាននឹងការភ្លេចភ្លាំងបើយប់ព្រលប់ដើរចូលទៅផ្ទះរបស់អ្នកដទៃនិងនិយាយស្ដីខុសប្លែកពីធម្មតាគឺមានន័យថាបុរសខាងលើនេះនិយាយស្ដីមិនដូចពីមុននោះទេដោយសារតែស្ថានភាពជំងឺរបស់បុរសខាងលើកាន់តែមានសភាពធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃអស់រយៈពេលជាង6ខែលុះចូលមកដល់ថ្ងៃទី7ខែមេសាននៅក្នុងឆ្នាំដដែលបុរសខាងលើមិនដឹងជាយ៉ាងម៉េចទេបានប្រើកាំបិតទៅវាយប្រហារលើប្រពន្ធរបស់ខ្លួនដែលរូបនាងកំពុងតែបេះស្លឹកស្អំនៅក្បែរផ្ទះបណ្ដាលឲ្យប្រពន្ធស្លាប់បាត់បង់ជីវិតបន្ទាប់ពីប្រពន្ធស្លាប់ដូច្នេះហើយបុរសខាងលើក៏បានទៅសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមក្រោយជុំវិញករណីដ៏រន្ធត់ខាងលើនេះត្រូវបានលោកស្រីមេឃុំកាណោះលើកឡើងទៅតាមផ្លូវជំនឿថាការដែលកាប់ដើមរកាហើយមិនបានធ្វើពិធីសែនព្រេនសុំខមាទោសពីពពួកអ្នកទាំងអស់នោះច្បាស់ណាស់អ្នកកាប់នឹងកាត់មាននៅហេតុភេទគ្រោះចង្រៃកើតឡើងចំពោះខ្លួនឬក៏នៅក្នុងភូមិជាដើមចាស់ស្ដែងដោយករណីខាងលើនេះអញ្ចឹងបញ្ហាប្រពៃណីរបស់បងប្អូនជនជាតិភ្នងសពថ្ងៃនៅតែមានការគោរពយ៉ាងខ្ជាប់ខ្ជួននៅឡើយគឺក្រោយការស្លាប់របស់ប្តីប្រពន្ធខាងលើក៏មានការរៀបចំសែន
ប្រេនដែលមានការសែនជ្រូកមាន់ឆ្កែឬក៏ក្របីនិងស្រាពាងក្នុងអំឡុង7ថ្ងៃនៃការស្លាប់របស់ប្តីប្រពន្ធមួយគូខាងលើនេះដែរដែលក្នុងនោះលោកស្រីមេខុងកាណូបានបញ្ជាក់ឲ្យដឹងថាបើមិនមានការអនុវត្តទៅតាមប្រពៃណីទំនៀមទម្លាប់ដូនតារបស់ជនជាតិភ្នំទេនោះកូនចៅរបស់ពួកគេទាំង3នាក់អាចនឹងត្រូវបណ្តេញចេញពីក្នុងភូមិលុះត្រាតែមានការរៀបចំសែនព្រេនសុំសេចក្តីសុខឡើងវិញទើបកូនចៅរបស់ប្តីប្រពន្ធខាងលើនេះអាចរស់នៅក្នុងភូមិនេះបន្តទៀតបានដែលឡែកជំនឿរបស់បងប្អូនជនជាតិភាគតិចមួយទៀតនោះគឺតកតងទៅនឹងកូនស្រីពេញក្រមុំម៉ែតែងតែសង់ផ្ទះទុកដើម្បីសាងស្នេហ៍ស្វែងរកគូបើស្ដាប់មើលទៅពិតជាចម្លែកនិងមានការចាប់អារម្មណ៍ខ្លាំងមែនទែនប៉ុន្តែនេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិភាគតិចផ្ទះកូនក្រមុំដែលស្ត្រីជាម្ដាយសង់ផ្ទះទុកដើម្បីសាងស្នេហ៍ស្វែងរកគូនោះផ្ទះនេះភាគច្រើនមានកម្ពស់ប្រហែល 1.53 ម៉ែត្រពីដីហើយផ្ទះមួយនេះមានទំហំប្រមាណជា2ម៉ែត្រកន្លះគុណនឹង2ម៉ែត្រក្រៅពីនោះផ្ទះនេះមានសសរ2សម្រាប់ទ្រជណ្ដើរឡើងជាទូទៅជនជាតិខ្មែរបានហៅរចនាសម្ព័ន្ធផ្ទះតូចៗទាំងអស់នេះថាជាផ្ទះកូនក្រមុំដំបូលផ្ទះតូចនេះប្រក់ដោយស្លឹកខាន់ម៉ាឬក៏ស្លឹកស្បូវរីឯជញ្ជាំងវិញគឺធ្វើអំពីស្បូវឬក៏រនាបឫស្សីឬក៏បន្ទះឈើការធ្វើផ្ទះខ្ទមទុកឲ្យកូនស្រីនៅបែកពីឪពុកម្ដាយនោះបើតាមជំនឿរបស់បងប្អូនជនជាតិភាគតិចគឺនៅក្នុងគោលបំណងចង់ឲ្យកូនស្រីអាចមានឱកាសរកមិត្តប្រុសណាដែលនាងពេញចិត្តឬក៏យល់ចិត្តគ្នាសិនមុននឹងជ្រើសរើសយកមកធ្វើជាប្តីដោយក្នុងនោះគឺមានការអនុញ្ញាតឲ្យរូបនាងអាចរួមភេទបានទៀតផងប្រសិនបើពួកគេព្រមស្រឡាញ់គ្នាមែននោះដោយក្នុងនោះស្ត្រីម្នាក់ដែលគាត់ជាជនជាតិភាគតិចក្រឹងរស់នៅក្នុងខេត្តរតនគិរីបងស្រីខាងលើគាត់បានចែករំលែកអំពីរឿងរ៉ាវរបស់គាត់ដែលធ្លាប់កើតឡើងចំពោះរូបគាត់កាលពេលដែលគាត់នៅវ័យក្រមុំបងស្រីបាននិយាយដឹងថាពេលដែលរូបខ្ញុំបានឈានចូលដល់វ័យពេញក្រមុំខ្ញុំក៏ធ្លាប់ត្រូវបានឪពុកម្ដាយសង់ផ្ទះខ្ទមតូចមួយសម្រាប់ឲ្យរូបខ្ញុំស្នាក់នៅម្នាក់ឯងផងដែរដោយកាលនោះខ្ញុំបានស្នាក់នៅក្នុងផ្ទះខ្ទមនោះតែម្នាក់ឯងហើយពេលមានប្រុសណាមកសុំរូបខ្ញុំស្នាក់នៅជាមួយខ្ញុំនឹងត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងថាខ្ញុំគួរឲ្យបុរសម្នាក់នោះចូលស្នាក់នៅជាមួយខ្ញុំឬក៏មិនគួរបងស្រីក៏និយាយទៀតថាពេលនោះមានការប្រយ័ត្នប្រយែងខ្លាំងផងដែរប៉ុន្តែខ្ញុំក៏បានត្រៀមអារម្មណ៍នឹងកាយដែរដើម្បីរួមដំណេកជាមួយនឹងបុរសម្នាក់នោះដែលបានមកចរចាជាមួយនឹងខ្ញុំប្រសិនបើខ្ញុំពេញចិត្តគេតែប្រសិនបើខ្ញុំមិនពេញចិត្តទេខ្ញុំមានសិទ្ធិបដិសេធនិងស្នើឲ្យបុរសនោះចេញពីផ្ទះខ្ទមរបស់ខ្ញុំបានផងដែរបងស្រីគាត់បាននិយាយទៀតថាសហគមន៍ជនជាតិភាគតិចក្រឹងរបស់គាត់គឺឲ្យតម្លៃទៅលើរឿងសម្ព័ន្ធភាពរួមភេទមុនរៀបការនេះណាពីព្រោះពួកគេគិតថានេះគឺជាឱកាសមួយបង្ហាញពួកគេថាកូនស្រីពួកគេមានគូស្នេហ៍ហើយបងស្រីនិយាយបន្ថែមថាមុននឹងពួកយើងឈានទៅដល់សម្ព័ន្ធភាពរួមភេទនេះក៏ត្រូវប្រកាសក្នុងចិត្តរៀងខ្លួនដែរថាតើពួកយើងស្រឡាញ់គ្នាដែរឬទេបើសិនជាត្រូវចិត្តនិងស្រឡាញ់គ្នាហើយក៏យល់ព្រមតាមនឹងបន្ទាប់មកពួកគាត់ក៏ជម្រាបរឿងរ៉ាវទាំងអស់នេះទៅដល់ឪពុកម្ដាយរបស់ពួកគាត់រៀងៗខ្លួនហើយពួកគាត់ក៏នឹងរៀបចំផ្សំផ្គុំនៅមង្គលការទៅដល់ពួកគាត់ទាំងពីរទៅតាមប្រពៃណីរបស់ជនជាតិភាគតិចក្នុងការត្រៀមលក្ខណៈចូលស្ដីដណ្ដឹងរបស់ជនជាតិដើមភាគតិចគឺពុំមានរោគអាចារ្យដេញពីលាឬក៏រើសថ្ងៃឆ្នាំល្អអាក្រក់នោះទេវាអាស្រ័យទៅតាមការស្ម័គ្រចិត្តទាំងសងខាងកាលបើបានដឹងថាខាងកូនស្រីយល់ព្រមហើយមេបាខាងកូនប្រុសត្រូវគិតគូររកឱកាសទៅពឹងពាក់មេកន្ទ្រាជាអ្នកចាស់ទុំទទួលខុសត្រូវក្នុងភូមិព្រមទាំងអ្នកនាំផ្លូវនិងសាច់ញាតិចាប់ពីចំនួន4ទៅ5នាក់ឡើងទៅដើម្បីជួយលើកភ័ណ្ឌភាចូលស្ដីដណ្ដឹងកូនក្រមុំគេមកជាគូនិងកូនប្រុសរបស់ខ្លួនរីឯសម្ភារៈសម្រាប់ចូលស្ដីដណ្ដឹងកូនស្រីគេក្នុងនោះត្រូវមានអង្ករ1ចានទៀនក្រមួន1គូអង្កាំ1ខ្សែសំពត់ខោអាវ1សម្រាប់បាយចំនួន4ចានចង្កឹះស្រា1ពាងជ្រូករស់1ក្បាលមាន់1ក្បាលរួមនឹងឧបករណ៍ប្រើប្រាស់ផ្សេងទៀតជាចំនួនពេលចូលស្ដីដណ្ដឹងកូនស្រីរបស់គេទៅតាមលទ្ធភាពរៀងៗខ្លួនរបស់បុគ្គលម្នាក់
ពេលរកថ្ងៃខែបានហើយឪពុកម្ដាយទាំងសងខាងដើរអញ្ជើញញាតិដោយផ្ទាល់មាត់ដល់ថ្ងៃកំណត់ពិធីមង្គលការកូនកំលោះឬក៏កូនក្រមុំត្រូវចាប់ជ្រូកមកចងមានស្រាពាងមានមាន់ត្រៀមទទួលភ្ញៀវប៉ុន្តែជាដំបូងគេត្រូវហៅសមីខ្លួនទាំងពីរមកក្នុងសាលាមួយហើយពេលនោះចាស់ទុំជាមេកន្ទ្រាញគេសួរបញ្ជាក់ថាតើឯងទាំងពីរនាក់ពិតជាបានស្រឡាញ់គ្នាមែនឬទេហើយគេក៏សួរទៀតថាតើអ្នកទាំងពីរពិតជាយល់ព្រមរួមរស់ជាមួយគ្នាជាប្តីប្រពន្ធដល់អស់មួយជីវិតដែរឬទេនៅពេលអ្នកទាំងពីរនាក់ឆ្លើយថាខ្ញុំពិតជាស្មោះស្ម័គ្រនឹងគ្នាពិតមែនពេលនោះគេចាប់ផ្ដើមកាប់ជ្រូកសែនភ្លាមក្នុងនោះក៏មានស្រាផ្លែឈើហើយម៉ែឪចាស់ទុំក៏ឲ្យដំបូងមានដល់កូនទាំងពីរនាក់ឲ្យខំរកស៊ីចេះស្រឡាញ់គ្នាអត់ឱនជួយគ្នារួមរស់សុខសាន្តតទៅហើយប្រាប់ថាថ្ងៃក្រោយបើមានរឿងអ្វីចាស់ទុំម៉ែឪទាំងសងខាងគឺមិនទទួលខុសត្រូវនោះទេលុះដល់ពេលល្ងាចចាស់ទុំគេក៏ឲ្យកូនកំលោះកូនក្រមុំអង្គុយទល់មុខគ្នាក្នុងនោះក៏មានមាន់ចំនួន2ក្បាលបាយមួយចានឃ្លោកទឹកមួយទៀនក្រមួនខ្មុំមួយគូស្រាមួយពាងនៅចំកណ្ដាលមានអំបោះឆៅសម្រាប់ចងដៃដល់កូនកំលោះកូនក្រមុំហើយចាស់ទុំត្រូវពូតបាយមួយពំនូកឲ្យពួកគេទាំងពីរនាក់ម្នាក់ចំនួន1ដុំរួចគេចាប់បួងសួងបាយនោះឲ្យគូស្រករថ្មីទាំងពីរនាក់នេះរកស៊ីមានបានជួបសុខសប្បាយមានកូនពូនជាចៅដោយការចងដៃនិងអំបោះឆៅពីចាស់ទុំនិងឪពុកម្ដាយទាំងសងខាងដោយឡែកតកតងទៅនឹងទំនៀមទម្លាប់មួយវិញទៀតរបស់បងប្អូនជនជាតិភាគតិចគឺការទុំមុនស្រគាឬក៏មានន័យថាប្រសិនបើមានស្ត្រីណាម្នាក់គាត់មានផ្ទៃពោះមុនពេលរៀបការគឺត្រូវយកឈាមដើរជូតគ្រប់ផ្ទះទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចគឺហាមប្រានមិនឲ្យស្ត្រីប្រព្រឹត្តខុសប្រពៃណីនោះទេពិសេសគឺប្រស័យតាក់ទងស្នេហាគ្នារវាងបុរសនិងស្ត្រីរហូតដល់ឆ្លោះឆ្លោយមានផ្ទៃពោះមុនរៀបការប៉ុន្តែបើទំនៀមទម្លាប់មុននេះវិញប្រសិនបើពួកគាត់រួមរស់នៅជាមួយគ្នាហើយពួកគាត់បានយករឿងនេះទៅប្រាប់ដល់ឪពុកម្ដាយទាំងសងខាងហើយពួកគាត់រៀបចំធ្វើពិធីមង្គលការនេះគឺមិនអីនោះទេប៉ុន្តែបើសិនជាករណីថាមានស្ត្រីជនជាតិភាគតិចគាត់បានលួចលាក់មានស្នេហាជាមួយនឹងបុរសម្នាក់ហើយរហូតដល់មានផ្ទៃពោះមុនពេលរៀបការដែលមិនបានប្រាប់ទៅដល់ឪពុកម្ដាយនៅត្រង់ចំណុចនេះបើតាមទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចគឺគេហាមមិនឲ្យស្ត្រីប្រព្រឹត្តខុសបែបនេះនោះទេនេះគេចាត់ទុកថាវាជាការទុំមុនស្រគាលហើយប្រសិនបើមានករណីនេះនឹងត្រូវយកឈាមដើរជូតគ្រប់ផ្ទះតែម្ដងទោះបីជាយ៉ាងណាក៏ដោយកន្លងមកក៏នៅតែមានស្ត្រីជនជាតិដើមភាគតិចមួយចំនួនតូចបានប្រព្រឹត្តខុសនៅប្រពៃណីនេះផងដែរគឺទុំមុនស្រគាលដែលធ្វើឲ្យអ្នកភូមិផងរបងជាមួយគ្នាពិបាកនឹងទទួលយកបានណាស់ពីព្រោះថាបើតាមជំនឿការប្រព្រឹត្តខុសរបស់ស្ត្រីម្នាក់នៅក្នុងភូមិវានឹងបង្កការក្តៅក្រហាយដល់អ្នកភូមិផ្សេងទៀតមិនត្រឹមតែសម័យខ្លួនទេបើតាមជំនឿពួកគាត់គឺមានន័យថាវាអាចនឹងបង្កផលរំខានក្តៅក្រហាយឬក៏កើតមានជំងឺអាសន្នរោគទៅដល់អ្នកភូមិដូចជាធ្វើឲ្យមានកើតជំងឺចម្លែកជាដើមនៅក្នុងភូមិនេះចំពោះស្ត្រីដែលមានផ្ទៃពោះដោយខុសប្រពៃណីទំនៀមទម្លាប់ជនជាតិគឺអ្នកក្នុងភូមិជាមួយនាងគឺត្រូវឲ្យសម័យខ្លួននិងគ្រួសាររបស់នាងធ្វើពិធីសែនព្រេនហើយអ្នកភូមិឲ្យគ្រួសារស្ត្រីខាងលើនោះទៅរកមាន់ជ្រូកឬក៏ក្របីជាដើមហើយបន្ទាប់មកយកមាន់ជ្រូកឬក៏ក្របីនោះទៅកាប់ដើម្បីយកឈាមរបស់សត្វនិងធ្វើពិធីសែនព្រេនហៅអ្នកភូមិឲ្យទៅហូបចុកនៅក្នុងភូមិនោះចំពោះឈាមរបស់សត្វជ្រូកមាន់ឬក៏ក្របីនោះវិញស្ត្រីដែលជាសម័យខ្លួននោះឬក៏ក្រុមគ្រួសាររបស់នាងត្រូវតែយកឈាមរបស់សត្វទាំងអស់នោះទៅដើរជូតតាមកម្មចណ្ដើរនៅតាមផ្ទះរបស់អ្នកភូមិឲ្យបានគ្រប់គ្នាទាំងអស់ហើយមិនត្រឹមតែជូតប៉ុណ្ណោះទេត្រូវតែនិយាយពាក្យថាយើងខ្ញុំសុំទោសដែលមានផ្ទៃពោះអត់ប្តីហើយបានកាប់ជ្រូកមាន់ក្របីសែនហើយសុំកុំឲ្យក្តៅក្រហាយដល់ភូមិមានមនុស្សឈឺថ្កាត់អីនេះគឺជាពាក្យដែលគេនិយាយពេលដែលសម័យខ្លួនយកឈាមរបស់សត្វនោះទៅជូតតាមកម្មចណ្ដើររបស់អ្នកភូមិដែលរស់នៅក្នុងភូមិនោះនិយាយរួមទៅគឺជូតឲ្យគ្រប់ផ្ទះតែម្ដងជូ
តហើយត្រូវតែនិយាយពាក្យនេះដើម្បីកុំឲ្យក្នុងភូមិនេះកើតនៅរឿងរ៉ាវចម្លែកចំពោះការធ្វើបែបនេះគឺមិនបង្កការក្តៅក្រហាយដល់អ្នកនៅក្នុងភូមិហើយក៏ជួយឲ្យសម័យខ្លួនដែលមានផ្ទៃពោះមុនរៀបការនិងក្រុមគ្រួសាររបស់នាងជាផុតពីការស្ដីបន្ទោសពីដូនតាផងដែរពីព្រោះថាប្រសិនបើសម័យខ្លួនប្រព្រឹត្តខុសហើយមិនបានធ្វើបែបនេះនោះទេនៅពេលដែលអ្នកភូមិណាម្នាក់ឈឺនោះពួកគេនឹងត្រូវស្ដីបន្ទោសដល់សម័យខ្លួនថាគឺដោយសារតែមកពីរូបនាងមានផ្ទៃពោះអត់ប្តីនេះហើយទើបធ្វើឲ្យអ្នកស្រុកមានការក្តៅក្រហាយប៉ុន្តែបើសិនជាធ្វើតាមបែបប្រពៃណីរបស់គេរួចហើយគឺអត់មានបញ្ហាអីនោះទេហើយប្រសិនបើសម័យខ្លួនមិនព្រមធ្វើទេនោះគឺអ្នកភូមិនឹងយកក្របីទៅចងនៅក្នុងរោងហើយដល់ក្បាលប្រលប់គេចាប់ផ្ដើមសម្លាប់សត្វមាន់ឬក៏ជ្រូកនឹងហើយយកមាន់និងជ្រូកទៅសែនព្រេនហើយពួកគេប្រាប់ដល់អរិយថាស្អែកនឹងសែនក្របីជូននឹងនៅយប់នេះចាស់ទុំនឹងនៅក្នុងភូមិនឹងដើរដេញខ្មោចចង្រៃចេញពីភូមិថែមទៀតពេលយប់ចូលមកដល់ចាស់ទុំនៅក្នុងភូមិមួយក្រុមដែលមានគ្នាជាង10នាក់ក្នុងនោះក៏មានកាន់កងនិងស្ពាយកផាដែលមានអ្នកដើរទះដៃហែហោមទៀតនោះចាប់ផ្ដើមវាយគងដើរចេញពីផ្ទះមួយទៅកាន់ផ្ទះមួយដើម្បីដេញខ្មោចឧបទ្រពចង្រៃឲ្យចេញពីភូមិរបស់ពួកគេនេះគឺជាករណីប្រសិនបើសម័យខ្លួនអត់បានរៀបចំសែនព្រេនយកឈាមជូតគ្រប់ផ្ទះរបស់អ្នកភូមិទេនោះគឺអ្នកភូមិគឺគេធ្វើមួយបែបនេះដោយឡែកជំនឿមួយនេះវិញតកតងទៅនឹងប្រសិនបើមានសមាជិកណាម្នាក់ស្លាប់ដោយតៃហោងនោះគឺក្រុមគ្រួសារត្រូវតែធ្វើពិធីសែនព្រេនជូនដល់អ្នកភូមិប្រពៃណីរបស់បងប្អូនជនជាតិភ្នងដែលបានបន្សល់ទុកតាំងពីដូនតារបស់ពួកគាត់ដោយពួកគាត់យល់ឃើញថាការស្លាប់ដោយឧបទ្ទវហេតុណាមួយមិនមែនស្លាប់ដោយសារតែជំងឺគឺពួកគាត់ចាត់ទុកថាជាគ្រួសារចង្រៃនឹងត្រូវបណ្តេញចេញពីភូមិរយៈពេល3ឆ្នាំក្រោយការស្លាប់ភ្លាមៗដោយឧបទ្ទវហេតុរបស់សមាជិកគ្រួសារនោះហើយគ្រួសារសពត្រូវតែរៀបចំធ្វើពិធីសែនព្រេនដ៏ធំមួយជូនទៅដល់អ្នកភូមិដើម្បីឧទ្ទិសដល់អារុក្ខអរិយអ្នកតាសូមការអភ័យទោសឈប់បន្តមានអ្នកស្លាប់ដោយតៃហោងនៅក្នុងភូមិបន្តទៅទៀតបើពុំដូច្នេះទេញាតិជិតខាងនឹងមិនចូលរួមពិធីបន់ស្រន់ឡើយហើយអ្នកភូមិនឹងមិនឲ្យគ្រួសារនោះត្រឡប់ចូលភូមិវិញជារៀងរហូតចំណែកឯការរៀបចំសែនព្រេនបួងសួងវិញឲ្យទៅដល់អរិយអ្នកតានោះតម្រូវឲ្យគ្រួសាររបស់សពដាក់សែនឬក៏បូជាមានដូចជាសាច់ជ្រូកមាន់ទាឆ្កែគោក្របីនិងស្រាពាងជាដើមជាមួយគ្នានោះដែរសម្ភារៈទាំងអស់របស់ជនរងគ្រោះដែលបានស្លាប់ដោយតៃហោងរួមទាំងផ្ទះឬក៏វត្ថុដែលមានតម្លៃណាក៏ដោយក៏ត្រូវគេយកទៅដុតកំទេចទាំងអស់ដោយបងប្អូនជនជាតិភ្នងយល់ឃើញថារបស់ដែលជនរងគ្រោះធ្លាប់ប្រើក៏អាចនាំនៅរឿងចង្រៃឬក៏ភាពចង្រៃកាត់ឡើងដល់ភូមិផងដែរចាពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវដែលតកតងទៅនឹងបណ្ដាជំនឿមួយចំនួនដែលបងប្អូនជនជាតិភាគតិចរស់នៅក្នុងប្រទេសកម្ពុជាបានគោរពនិងប្រកាន់ខ្ជាប់ខ្ជួននៅទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់ហើយរឿងរ៉ាវនេះគឺបានដកស្រង់ចេញពីសម្ដីរបស់បងប្អូនជនជាតិភាគតិចផងដែររឿងរ៉ាវនេះគឺបានដកស្រង់យូរហើយផងដែរបងប្អូនសម្រាប់ពុកម៉ែបងប្អូនបន្ទាប់ពីស្ដាប់នៅបណ្ដាជំនឿរបស់បងប្អូនជនជាតិភាគតិចរួចមកតែបងប្អូនមានមតិយោបល់បែបណាអាចធ្វើការខមមិននៅខាងក្រោមវីដេអូនេះបានអរគុណដល់ពុកម៉ែបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត